ការផុសក្នុងប្រព័ន្ធបណ្ដាញសង្គមដូចជា Facebook TikTok អីជាដើមវាដូចជាប្រៀបដូចជាពីសម័យពីមុនដែលយើងទូលមុខដល់លក់តាមផ្ទះអញ្ចឹងព្រោះអីសប្តាហ៍គឺមានទូរស័ព្ទគ្រប់គ្នាចាជម្រាបសួរបងប្អូនតាទីថ្មីហើយសម័យសប្តាហ៍នេះគឺសម័យ digital សម័យ2026នេះហើយបងប្អូនខ្លះក៏មានតូបលក់អញ្ចឹងទៅក៏ធ្វើនំធ្វើអីលក់តាមផ្ទះអញ្ចឹងទៅក៏គាត់ថាមិនហ៊ានផុសទេបាទយើងតិចតូបយើងទូចយើងធ្វើលក្ខណៈគ្រួសារអីលក្ខណៈគ្រួសារអីក៏ដល់បងប្អូនផុសទៅជាស្ដែងទោះបីជាអ្នកខ្លះទៅគាត់ជិះកាត់តាមតំបន់យើងទៅគាត់ឃើញយើងធ្លាប់មើលយើងទៅគាត់អាចជួយទិញយើងជួនកាលទៅអ្នកភូមិអ្នកស្រុកយើងចឹងទៅអ្នកខ្លះគេមិនបាក់ហត់ដើរលក់ទេបងប្អូនគេគាត់តែថតផុសទៅថាអូថ្ងៃនេះមាននំនេះមាននំនោះធ្វើនំខ្មែរនំអីចឹងទៅឬក៏តូបចាប់ហួយដូចខ្ញុំអញ្ចឹងក៏បានឬក៏យើងលក់អីផ្សេងទៅយើងគ្រាន់តែថតផុសទៅវាអត់មានជាបញ្ហាពាក់ព័ន្ធអីច្រើនទេគ្រាន់តែយើងថតតែពីអីវ៉ាន់យើងឲ្យកុំខ្មាស់គេក្នុងការដែលថាតូបទូចលក់តិចតួចអីមិនហ៊ានផុសមិនហ៊ានអីកុំគិតអញ្ចឹងបងប្អូនវាជាមុខរបររបស់យើងវាជាឆ្នាំបាយរបស់យើងអញ្ចឹងយើងត្រូវតែផុសទៅបងប្អូនផុសពីច្រើន Facebook ក៏គឺមើលច្រើន Facebook និង TikTok គឺមានអ្នកមើលឃើញច្រើនហើយធម្មតាយើងលេងតែមានអ្នកភូមិអ្នកស្រុកយើងលេងជាមួយគ្នាអញ្ចឹងយើងមានអីថ្មីមានអីវ៉ាន់អីចូលថ្មីអញ្ចឹងយើងថតផុសទៅថតផុសជាប្រចាំមួយថ្ងៃបើថាយើងធ្វើបានតិចចឹងមួយថ្ងៃអាចថតរូបពី3ចឹងទៅឬក៏វីដេអូ1ឬ2ចឹងទៅបើយើងធ្វើបានតិចចឹងណាហើយខ្ញុំតែផុសជាប្រចាំឲ្យការលក់ខ្ញុំក៏កើនឡើងតាមនឹងចឹងណាពេលដែលខ្ញុំមានអីចឹងថាមានស្អីចូលថ្មីវ៉ាន់នឹងអស់យូរហើយមានចូលទៅពេលគេធម្មតាគេអូឃើញចង់ទិញអានឹងចឹងនឹកឃើញថាអូអញឃើញវាផុសមានផ្ទះវាមានអញ្ចឹងទៅរកទិញផ្ទះវាអញ្ចឹងទៅចាអានេះគឺជាស្ដែងគឺខ្ញុំលក់បានហើយខ្ញុំក៏លើកទឹកចិត្តឲ្យបងប្អូនអ្នកលក់គុំគិតថាខ្លួនឯងមានបន្តិចតួចអីវ៉ាន់ចាំមួយតិចតួចខ្ជិលលក់របៀបថានំអីបន្តិចតួចចឹងខ្ជិលផុសអីចឹងណាមើលទៅខ្មាស់គេកុំគិតអញ្ចឹងបងប្អូនហើយកុំខ្វល់វិពាកគេយើងចេះតែផុសទៅព្រោះនិយាយទៅវាជួយអាជីវកម្មប្រជាបងប្អូនអាចសាកបានចាអរគុណ